ស្អីខ្ញុំមកបង្ហាញពី Connect Google ជាមួយនឹង Conto ដើម្បីបាន Google Ops មុនដំបូងយើងចូល Google Cloud ហើយ Console អូខេរួចហើយយើង click កន្លែង My Project នេះដើម្បីបង្កើត project click New Project Smooth Project My Demo Check ហើយយើង click Create ដល់ហើយយើង click លើកន្លែង project ដែលយើងបង្កើតហើយរួចហើយយើង click navigation យើងហើសយក API service yes រួចហើយយើងយក all of consent screen get start ហើយយើងដាក់ smoothware my demo support email យើងដាក់ smooth យើង next external next contact email ដាក់ smooth យើងដែរ next រួចហើយពីនេះ click add អូខេរួចហើយយើងចុចមក create of client ហើយប្រភេទ application រួចហើយកន្លែងនេះយើងយក domain ពី AWS Cognito មកអញ្ចឹងយើងចុច add URL រួចហើយយើងចូលមក Cognito យើងចូលមក Cognito ដំបូងឡើងវាមកកន្លែងនេះអូខេវាមកកន្លែងនេះហើយយើងចុច Cognito រួចមួយយើង search នៅកន្លែងនេះឈ្មោះ Cognito យើង click លើ Cognito ហ្នឹងមកអូខេរួចហើយយើងបង្កើត user pool មួយជាប្រភេទអ្វី traditional web application រួច select email កន្លែងនេះ attribute នេះតែមួយបានហើយបើកន្លែងហ្នឹងការតេអញ្ចឹងយើងពិបាកកែយើងយកតា name មកអានេះ redirect URL យើងបាច់ធ្វើអីទេគឺឲ្យ redirect URL អូខេហើយ scroll មកក្រោមយើងមក go over review ហើយយើងបង្កើតបាន user pool នៅក្នុង AWS Cognito ហើយរួចហើយយើងមករកមកពាក្យ domain នេះ domain ហើយនេះ domain របស់ផងយើង copy មកយើងមកដាក់ចូលក្នុង Google OS Console អូខេយើងបង្កើតហើយមួយហើយយើងចូលមក AWS
control យើងវិញរួចហើយយើងរកពាក្យសរសរ add external provider យើង add entity provider យើងធ្វើទៅលើអីគេ Google ចុច Google client ID យើងរកមក Google យើងវិញនេះ client ID copy វាមកដាក់នៅនេះ client secret នេះ client secret copy មកហើយយើង scope យើងមានអីខ្លះមែនដូចជា open ID ដូច email and profile នេះ name attribute យើងមាន profile picture add entity provider យើងបាន Google ហើយនេះ business អូខេហើយយើងចូលមក app client រួចហើយយើងចូលមក my web យើងកន្លែងជាមួយកាត់មិញហ្នឹងរួចហើយយើងចូលមក login user page រួចហើយយើងចូលជួ full យើងគឺ click លើ edit យើងចុះទៅលើ Google អូខេពេលនេះហើយ open ID email profile នេះ save យើងតេស្តមើលថាយើងធ្វើទៅអត់នេះមានថាយើងធ្វើទៅហើយ sign in ជាមួយគាត់នេះមានបញ្ហា error ជាមួយនឹង redirect URL mismatch what is this app បញ្ហាទៅនេះយើងចុច detail នេះមកពីកន្លែងនេះកន្លែង redirect URL យើងអត់ទៅជាង copy ប៉ុណ្នេះមករួចហើយដាក់ក្នុង Google of យើងកន្លែងនេះwebsite នេះកន្លែងហ្នឹងយើង add URL កន្លែង copy មកវិញ save អូខេរួចហើយចូលមកនេះវិញ AWS យើងវិញរួចហើយយើង fresh វាមកសិនមក new page ម្ដងទៀត connect ម្ដងទៀតអូខេយើង connect បានហើយយើង continue មកអូខេយើងសិក្សាហើយ